ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះនឹងនាំបងប្អូនទាំងគ្នាទៅមើលជាមួយនឹង vlog ដែលខ្ញុំបានទៅចូលរួមពិធីមង្គលការរបស់បងជីដាវីតនិងបងស្រីទៅព្រឹកជាមួយនឹងខ្ញុំហើយនេះគឺជា make up នៅក្នុងថ្ងៃទី1ដែលជាថ្ងៃចូលរោងផងដែរសម្រាប់ម៉ូតសក់គឺខ្ញុំអត់ធ្វើអីនោះទេគឺខ្ញុំគ្រាន់តែគៀបត្រង់ធម្មតាហើយសម្រាប់នេះវិញគឺជាសម្លៀកបំពាក់នៅក្នុងថ្ងៃចូលរោងផងដែរនៅពេលដែលចិត្តដល់ម៉ោងទៅកម្មវិធីបងស្រីខ្ញុំឃើញថាតម្លាក់សក់ទៅឃើញស្ពីនសពក៏គាត់ចាប់ចងឲ្យទៅមុននឹងខ្ញុំបានឃើញអញ្ចឹង Albert គឺគាត់ខ្ជូតហើយឆ្លាតខ្លាំងមែនទែនអ្នកគ្នាប្រាប់ឲ្យធ្វើអីគឺធ្វើនឹងហើយមិនត្រឹមតែខ្ជូតឆ្លាតហើយរុះរាយទៀតអ្នកគ្នាហើយជើងទឹកដៃកូនរបស់ចូលមកកាន់Albert គឺត្រូវដៃត្រូវជើងគ្នាអ្នកនរគ្នារត់លេងសប្បាយពេញរោងការតែម្ដងน่าปรับอ่ะยานี่เหมือนញ៉ាំម្ហូបតុកការសុកនឹកឃើញចង់ភ្លក់កាទឿបុកល្ហុងចឹងដោយសារតែលើគេល្បីដែរហ៎ចឹងហើយក៏កំងមួយចានមកញ៉ាំបុកល្ហុងឯងកុំតែច្រឡំផ្លុំអ្នកគ្នា
ពេលដែលរាក់ទាក់នឹងជំរាបសួរបងទាំងពីររួចរាល់ហើយនៅចុងកម្មវិធីមានជាមួយនឹង Photo Time នឹកឃើញថានៅក្នុងថ្ងៃទី1នេះគឺមានឱកាសថតមួយបងទាំងពីរចូលថតឲ្យហើយទៅដោយសារតែអាចនឹងចូលថ្ងៃទី2មានភ្ញៀវកិត្តិយសច្រើនអញ្ចឹងពិបាកក្នុងការថតមួយគាត់ណាហើយបងទៅបព្រឹកក៏ឃើញខ្ញុំមកតែឯងអត់មានគូអញ្ចឹងក៏ដាក់ខ្ញុំឲ្យឈរកណ្ដាលទៅគាត់ថាអូនឯងមកតែឯងអញ្ចឹងឈរកណ្ដាលទៅចានៅពេលដែលកលេចមកក៏ប្រទះឃើញឌីជេសូដាក៏ទៅជម្រាបសួរគាត់ហើយក៏ឆ្លៀតសួរគាត់ថាតើគាត់ចាំខ្ញុំបានអត់ការយើងជួបគ្នាដំបូងគឺយើងជួបគ្នានៅប្រទេសកូរ៉េការដែលបងជីតាវីនិងបងទេវព្រឹកឡើងទៅរីខតចម្រៀងហើយក៏គាត់ប្រាប់ខ្ញុំថាចាគាត់ចាំបានហើយក៏គាត់សួរខ្ញុំថាខ្ញុំហោះពីកូរ៉េមកដែរមែនទៅខ្ញុំប្រាប់គាត់ថាហ្នឹងហើយខ្ញុំហោះពីកូរ៉េមកដែរដើម្បីចូលរួមសិរីមង្គលរបស់បងទាំងពីរនៅក្នុងថ្ងៃនេះចាបន្តមកទៀតក៏បានជួបជាមួយនឹង idol រាជិនីសម្រស់អ្នកគ្នាបងពេជ្រសូលីកានៅក្រៅស្អាតខ្លាំងមែនទែនឈានចូលមកដល់ថ្ងៃទី2គឺខ្ញុំងើបតាំងពីម៉ោង5ព្រឹកដើម្បីទៅធ្វើសក់ផាត់មុខចូលរួមកម្មវិធីហែជំនូនហើយនៅក្នុងបរិយារបស់ខ្ញុំមានសាឡនមួយដែរខ្ញុំក៏បានកក់ម្ចាស់សាឡនឲ្យគាត់ជួយធ្វើសក់ផាត់មុខឲ្យខ្ញុំពេលព្រឹកហ្នឹងហើយក៏អរគុណគាត់ដែរដែលគាត់ងើបពីព្រឹកម៉ោង5ដំណើរខ្ញុំដែរដើម្បីធ្វើសក់ផាត់មុខឲ្យខ្ញុំចាអ្នកគ្នាថ្ងៃនេះឃើញបងប្រុសខ្ញុំពិតជាឧស្សាហ៍ណាស់ងើបតាំងពីព្រឹកបន្លំទៅហើយចំនួននឹងគេដែរចាអ្នកគ្នាក៏លេចចុះក្រេកឡើងក៏ជួបជាមួយនឹងរាជិនីសម្រស់បងពេជ្រសូលីកាទៀតហើយអ្នកគ្នាសំខាន់ពេលគាត់ឃើញយើងគឺគាត់ញញឹមហើយគាត់រាក់ទាក់ជាមួយនឹងយើងទៀតវើខ្លួនចោលវើខ្លួនឡើងឃើញបងជីដាវីតដើរកាត់មុខប៉បនិយាយទៅអូយភ្ញាក់ផ្អើលហ្មងឃើញគាត់ថ្ងៃនេះសង្ហាខ្លាំងណាស់អ្នកគ្នាលេខតូនណាចាអ្នកគ្នាទីបំផុតបានថតជាមួយនឹងម្ចាស់បងហើយអ្នកគ្នាមិនងាយបានថតជាមួយនឹងគាត់ទេគាត់ឡាយរវល់ការងារគាត់មុខមិនសូវស្រស់ហើយអ្នកគ្នាឡាយតែអារម្មណ៍វឹកវរជាមួយនឹងការងារកលេចចុះកលេចឡើងក៏ឃើញបងខ្លួនឯងនោះនៅគៀនជាងអ្នកគ្នានៅគៀនជាងហ្នឹងមិននៅធ្វើអីទេគឺនៅធ្វើការហើយតែគេ introvert អ្នកគ្នាហើយធ្វើការក៏គេជួយចិត្តនៅបែបលក្ខណៈស្ងៀមស្ងាត់ដែរអូយស្អាតមែនចាអូនគេស្អាតអូយឡើងចាចាអ្នកនរគ្នាហើយនេះគឺជា make up ហើយនឹង mood stock ដែលខ្ញុំត្រៀមទៅចូលរួមក្នុងកម្មវិធីនៅពេលល្ងាចនេះតាមដងផ្លូវដើរឆ្ពោះចូលទៅក្នុងរោងការរបស់បងទាំងពីរគឺបានមើលជាមួយនឹងរូបថតរបស់គាត់គឺរូបថតគាត់ថតមកគឺស្អាតហើយព្រមទាំងរោងការក៏មានការ design និងតុបតែងយ៉ាងប្រណិតស្រស់ស្អាតមែនទែនពីយូរតែបាត់សិទ្ធិជាតែព្រឹកតែប៉ុណ្ណោះ
ជាការ តែយើងឡើងពីគូយើងព្រោះយើងនៅលើនេះ ចាចុចយើងហៅដៃចាសូមបញ្ជាក់បន្ថែមក្រុមការងាររបស់យើងកំពុងតែធ្វើការស៊ើបអង្កេតចាគូស្នេហ៍ដ៏ផ្អែមល្ហែម យើងចាហោនេះ បើសិស្សគេយើងតំណាសុំគេទេវាមានអ្នក private អត់ ចា ឥឡូវនេះគឺដល់ពេលវេលាកាត់នំហើយអ្នកគ្នាកូនកំមុំដើរចូលមកអ្នកគ្នាអូយនិយាយពីថាស្អាតខ្លាំងមែនទែនហើយអ្វីដែលកាន់តែពិសេសនោះគឺរូបគាត់អ្នកគ្នារូបរបស់គាត់បើយើងមើលឲ្យ detail ឡាមានជាមួយនឹងប្រាសាទនៅខាងក្រោយទៀតអ្នកគ្នានិយាយទៅគឺឈុតគាត់នៅក្នុងរោងការរបស់គាត់ហ្នឹងគឺអត់មានឈុតណាដែលថាអត់ប្លែកភ្នែកទេប្លែកភ្នែកទាំងអស់ហើយស្អាតទៀតហើយឃើញថាកូនកំឡោះរៀងអាលីងលោងស្បីតែខ្ញុំជាអ្នកមើលក៏អាលីងលោងដែរអ្នកគ្នា រកគ្រប់បញ្ហាយើងតែឆ្លងកាត់ជាមួយគ្នាសត្វទុកយ៉ាងណាក៏មកមិនលែងដៃពុំងានេះហើយឋានស្នេហ៍ ពីមើលមកគ្នាមួយ3អបអរសាទរជូនចំពោះលោកងួនចាត់វិននិងកញ្ញាទេពប្រា ចាអ្នកគ្នាឥឡូវនេះគឺខ្ញុំដល់ម៉ោងត្រឡប់ទៅផ្ទះវិញហើយអត់បាននៅដល់យប់ជ្រៅពេកនោះទេហើយក៏កលេចឃើញបងសាមីប្រឹងធ្វើការទៀតអ្នកគ្នាឡើយរវល់ចាក់ភ្លេងអញ្ចឹងអរគុណសម្រាប់បងប្អូនទាំងគ្នាដែលបានទស្សនាវីដេអូនៅក្នុងថ្ងៃនេះសូមអរគុណ